ការណែនាំអំពីការលេងល្បែងចូលអានការសន្ទនាខាងក្រោមតើគេនិយាយផ្ដល់ការណែនាំដូចម្តេចខ្លះតារាសួស្តីមិត្តទាំងអស់គ្នាថ្ងៃនេះលោកគ្រូបានឲ្យខ្ញុំដឹកនាំមិត្តទាំងអស់គ្នាលេងល្បែងក្រពើដេញចាប់វិជ្ជាតើល្បែងនោះគេលេងដូចម្តេចទៅតារាដំបូងគេគូសគំនូសពីរស្របគ្នាដែលមានចម្ងាយពីគ្នាប្រហែល4ម៉ែត្រធ្វើជាស្ទឹងមួយសម្រាប់ក្រពើរស់នៅបន្ទាប់មកអ្នកលេងប៉ាវទាំងអស់គ្នាអ្នកចាញ់ត្រូវឈរនៅក្នុងស្ទឹងធ្វើជាក្រពើអ្នកឯទៀតត្រូវឈរតាមមាត់ស្ទឹងទាំងសងខាងនិងត្រូវរត់ឆ្លងស្ទឹងចុះឡើងវិជ្ជាចុះបើក្រពើចាប់បានត្រូវធ្វើដូចម្តេចតារាបើក្រពើចាប់បានអ្នកណាអ្នកនោះនឹងត្រូវក្លាយជាក្រពើទី2ក្រពើទី1ត្រូវកាន់ដៃក្រពើទី2ឲ្យជាប់និងត្រូវរត់ដេញចាប់អ្នករត់ឆ្លងកាត់បើរបូតដៃក្រពើទី2ត្រូវរួចខ្លួនបើចាប់បានម្នាក់ទៀតអ្នកនោះត្រូវក្លាយជាក្រពើទី3ក្រពើទាំង3ត្រូវកាន់ដៃគ្នាឲ្យជាប់និងដេញចាប់អ្នកឆ្លងបើចាប់បានម្នាក់ទៀតត្រូវបង្កើតក្រុមក្រពើថ្មីបន្ថែមទៀតដោយអនុវត្តដូចមុនដដែលវិជ្ជាខ្ញុំយល់ហើយអរគុណ